ថ្ងៃនេះអ្នកតែគាត់ចង់ហូបជាមួយនឹងបាញ់ឆាវចង់ហូបតែម្នាក់អាចទៅទិញគេនៅផ្សារបានប៉ុន្តែបើចង់ហូបលើពីម្នាក់គឺធ្វើខ្លួនឯងបានឈ្នះមាត់ចឹងណាចាហើយម៉ែខ្ញុំគាត់គ្រាន់តែលឺថាចង់ធ្វើជាមួយនឹងបាញ់ឆាវគាត់មកត្រាំជាមួយនឹងកចិត្តល្មៀតចិត្តអីរៀបចំយើងកទៅកិនឲ្យហើយខ្ញុំនៅវិញគឺមកក្តិចជាមួយនឹងចាយក៏ពឹសក្តិចខ្លះទុកខ្លះចាពុរិសាក្តិចទាំងអស់គឺយូរហើយខ្ញុំមកធ្វើជាមួយនឹងបន្លែរៀបចំបន្លែឲ្យអស់ទៅដើម្បីយើងធ្វើកាន់តែលឿនប៉ុន្តែពីរៀបចំបន្លែឲ្យអស់ខ្ញុំមកដាំជាមួយនឹងទឹកចាក់ជាមួយនឹងម្សៅដែលយើងយកទៅកិននឹងដើម្បីកុំឲ្យវាប្រេះហើយមកធ្វើជាមួយនឹងទឹកគ្រឿងឲ្យហើយដែរទៅចាព្រោះដោយសារយើងធ្វើទឹកគ្រឿងឲ្យទៅពេលចាក់បានគឺញ៉ាំចាក់បានគឺញ៉ាំតែម្ដងស្រាប់តែគ្រឿងបាញ់ឆានេះក៏អត់មានអីពិបាកធ្វើទេបងចាខ្ញុំប្រើជាមួយនឹងស្ករក្រហមដើម្បីឲ្យវាឈ្ងុយនឹងវាចេញពណ៌ហើយយើងដាក់ជាមួយនឹងទឹកត្រីរ៉ូឌីវាចេញអីទៅតាមចំណង់ចំណូលចិត្តដែលយើងញ៉ាំអញ្ចឹងណាចាហើយបន្ថែមជាមួយនឹងការ៉ុតខ្ទឹមក្រហមនិងសណ្តែកដីម្ទេសហើយចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមតិចមកឲ្យវាឈ្ងុយតែប៉ុណ្្នឹងមកហើយមួយមុខឯណាបងហេឥឡូវបន្ទាប់ទៀតយើងទៅធ្វើជាមួយនឹងស្នូលបាញ់ឆាវម្ដងស្នូលបាញ់ឆាវខ្ញុំក៏មានអីច្រើនដែរដាក់ជាមួយនឹងខ្លាញ់និងជាមួយនឹងខ្ទឹមមកហើយចាក់ជាមួយនឹងកំពឹសចាសម្រាប់អ្នកតែខ្ញុំបានស្នូលបាញ់ឆាវកំពឹសនេះគឺជាតិជាងសាច់មាន់សាច់ជ្រូកទៀតចាដោយសារកំពឹសហ្នឹងឲ្យបន្ទាក់ចិត្តឲ្យបានធ្វើបាញ់ឆាវហើយខ្ញុំមកឆាជាមួយនឹងស្រីគោសម្រាប់ស្រីគោបងអត់ចង់ឆាក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំឆាព្រោះដោយសារតែម៉ែខ្ញុំអីក៏គាត់អត់សូវចូលចិត្តឆាវដែរសម្រាប់ការធ្វើបាញ់ឆានេះដែរគឺប្រើពេលយូរប៉ុន្តែបើយើងធ្វើខ្លួនឯងចេះគឺយើងអាចធ្វើទៅតាមអ្វីដែលយើងចង់ញ៉ាំបានអញ្ចឹងណាចាឥឡូវយើងមកធ្វើជាមួយទឹកគ្រឿងធ្វើស្នូលហើយអស់ម៉ែខ្ញុំគាត់កិនម្សៅយកមកដល់ល្មមហើយចំពោះម្សៅគឺខ្ញុំចាក់ជាមួយនឹងពងទាចូល2គ្រាប់កូរវាឲ្យសព្វដើម្បីឲ្យវាឡើងល្អអញ្ចឹងណាចាម្សៅគឺល្អមែនតើបន្ថែមជាមួយនឹងកំពឹសយើងឲ្យមានកំពឹសមួយគ្រាប់ទៀតមកផ្ទះដំបងបងចាំអ៊ុតមើលទាំងអស់គ្នាថាចេញមករូបរាងបែបណាចាចាក់បាញ់ឆាវនេះគឺចាក់ក៏មិនងាយត្រូវដែរនិយាយទៅបើសិនជាយើងអត់ថែមទឹកអត់ថែមអីឲ្យវាល្អទេគឺវាប្រេះវាអត់ស្អាតអញ្ចឹងណាចានិយាយទៅគឺផ្ទះដំបងគឺបរាជ័យបាត់ហើយហើយអ្វីដែលសំខាន់មួយទៀតនោះគឺការប្រើភ្លើងនឹងឆ្នាំងផ្ទះបើសិនជាភ្លើងអត់សព្វល្អឬក៏ឆ្នាំងផ្ទះអត់ឆ្អែតខ្លាំងក៏ចាក់អត់កើតទេម៉ែខ្ញុំគាត់មកអង្គុយមើលអត់កើតទេចាក់ជាមួយនឹងឆ្កែអញ្ចឹងក៏គាត់មកបង្កាត់ជាមួយនឹងភ្លើងអស់ឲ្យខ្ញុំធ្វើម្ដងឥឡូវគឺប្រទេសទី2ជាមួយនឹងចក្រានអស់របស់យើងចាចាំមើលចេញមកគឺបានប៉ុណ្ណាប្រទេសទី2ជាមួយនឹងចក្រានអស់របស់យើងគឺបានក្រៀមល្អប៉ុន្តែអត់តន់ស្អាត 100% ទេបងពេលដែលផ្ទះយើងឆ្អែតខ្លាញ់ហើយភ្លើងដែលយើងប្រើគឺសព្វល្អយើងចាក់កាន់តែយូរគឺកាន់តែស្អាតដូចចាស់គាត់និយាយអញ្ចឹងហើយក៏អត់ងាយហើយដែរបងព្រោះបាញ់ឆាវនេះតើវារៀងខាប់បន្តិចក៏ចាក់ទៅធ្វើឲ្យប្រេះដែរចាក់ចិត្តអស់ថែមទឹកចិត្តអស់ថែមទឹកនិយាយទៅគឺអត់ងាយហើយទេធ្វើតែអង្គ3-4កំប៉ុងគឺចាក់ឡើងបានច្រើនឡើងមកហត់ណាចាហើយសម្រាប់ការថែមទឹកដែរគឺយើងថែមជាមួយនឹងទឹកក្តៅយើងថែមជាមួយនឹងទឹកត្រូវគឺសាច់បាញ់ឆាវគឺល្អខ្លាំងមែនតើបងគឺទន់ស្រួយតែម្ដងចាហើយសាច់បាញ់ឆាវវិញគឺសាច់ឡើងស្វិតតែម្ដងឥឡូវបាញ់ឆាវខ្ញុំគឺបានហើយទឹកគ្រឿងខ្ញុំក៏ធ្វើហើយជាមួយនឹងបន្លែយើងគឺមានផ្កាស្នោមានជាមួយនឹងត្រសក់ហើយនឹងស្លឹកស្បៃរឿងស្លឹកស្បៃរឿងហ្នឹងគឺញ៉ាំជាមួយនឹងបាញ់ឆាវគឺត្រូវខ្លាំងមែនតែនជាតិតែម្ដងណាចាអញ្ចឹងវីដេអូខ្ញុំគឺចាប់តែប៉ុណ្្នឹងណាចាអរគុណបងសម្រាប់ការតាមដានដល់ចប់